របៀបដាក់ទីតាំងនៃជញ្ជូនទំនិញពីចិនមកកម្ពុជាផ្ទាល់ក្នុង F1688 ជាដំបូងអ្នកទាំងអស់គ្នាចូលទៅកាន់ F1688 ឬចុចលើប៊ូតុងមីបន្ទាប់មកចុចលើពាក្យ Country and Region ឬធីកលើពាក្យ Southeast Asia បន្ទាប់មកចុចលើពាក្យ Address Management ឬរងចាំបន្តិចឬចុចលើពាក្យ New Receiving Address ដើម្បីធ្វើការបំពេញព័ត៌មានបន្ទាប់មកចុចលើពាក្យ Hong Kong, Macau, Taiwan and Overseas Region ហើយអូសមកក្រោមបន្តិចអ្នកទាំងអស់គ្នានឹងឃើញពាក្យថាប្រទេសកម្ពុជាហើយធីកលើនឹងមកបន្ទាប់មកអ្នកទាំងអស់គ្នាជ្រើសរើសទីតាំងដែលអ្នកទាំងអស់គ្នារស់នៅខេត្តទីក្រុងឬខណ្ឌសង្កាត់ឬ confirm បន្តមកទៀតធ្វើការបំពេញលេខទូរស័ព្ទឈ្មោះអាសយដ្ឋានបន្ថែមឬ save ជាការស្រេច